លោកគ្រូខ្ញុំឆ្ងល់មួយទៀតធម្មតានៅកន្លែងក្រុមហ៊ុនឬក៏កន្លែងការងារណាក៏ដោយព្រោះខ្ញុំជាបុគ្គលិកមួយរូបដែរតែងតែមានការបណ្ដុះបណ្ដាលបង្រៀនពីកិច្ចការងារអីផ្សេងៗអញ្ចឹងទៅហើយជាពិសេសយើងជាអ្នកលក់ទៀតគឺត្រូវតែទទួលបានការសិក្សាខ្លាំងមែនទែនពីស្ថាប័នឬក៏ពីកន្លែងក្រុមហ៊ុនមួយហ្នឹងប៉ុន្តែខ្ញុំសង្កេតឃើញថាឃើញបងឬក៏បងប្អូនមួយចំនួនគឺគាត់អត់យកចំណេះជំនាញដែលខាងក្រុមហ៊ុនឬមួយក៏ខាងស្ថាប័នដែលគេខំបង្ហាត់បង្រៀនហ្នឹងយកទៅអនុវត្តទេចាហើយគាត់ដឹងថាការបណ្ដុះបណ្ដាលហ្នឹងគឺល្អខ្លាំងសម្រាប់គាត់ប៉ុន្តែគាត់មិនយកទៅអនុវត្តអញ្ចឹងខ្ញុំឆ្ងល់ថាហេតុអីក៏បែបហ្នឹងលោកគ្រូអូខេអរគុណច្រើនបងមែនហើយជាបងដឹងហើយខ្ញុំជាគ្រូបណ្ដុះបណ្ដាលហើយខ្ញុំក៏ជាគ្រូបង្វឹកដែរអញ្ចឹងអាចថាជា coach ហើយក៏អាចថាជា trainer ដែរខ្ញុំធ្វើពីររឿងធំមែនតើក្នុងជីវិតការងាររបស់ខ្ញុំបើនិយាយពីការបណ្ដុះបណ្ដាលខ្ញុំបណ្ដុះបណ្ដាល107ក្រុមហ៊ុនបើគិតតាំងពីចាប់ដើមរហូតដល់ចុងឆ្នាំ2025ខ្ញុំបាត់បូក2026នេះទេតែបើសិនយើងនិយាយពី coaching ខ្ញុំបង្វឹក37ក្រុមហ៊ុនហើយគឺធ្វើការ6ខែទៅដល់2ឆ្នាំកន្លះជាមួយនឹងក្រុមហ៊ុន37ទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកខ្ញុំពិតជាមើលឃើញការបណ្ដុះបណ្ដាលពិតជាមានច្រើនមែនជាពិសេសក្រុមហ៊ុនគាត់វិនិយោគទៅជួយបណ្ដុះបណ្ដាលអ្នកលក់នឹងតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យគាត់សង្កល់គឺអ្នកលក់ដែលត្រូវបានគេយកមកបណ្ដុះបណ្ដាលហ្នឹងមិនសូវជាយកចំណេះជំនាញដែលទទួលបានពីការបណ្ដុះបណ្ដាលហ្នឹងទៅអនុវត្តទេគាត់សរសើរកម្មវិធីល្អគ្រូល្អតែសួរតែគាត់យកទៅបណ្ដុះយកទៅអនុវត្តអត់គាត់យកទៅចែកលេខតអត់គាត់អនុវត្តតាមអត់នេះគឺជាចំណុចស្នូលអញ្ចឹងសម្រាប់ខ្ញុំអាចនិយាយបានថាមិនបានអញ្ចឹងគឺដោយសារតែពួកគាត់នឹងអត់ឲ្យតម្លៃពិតប្រាកដទៅលើវគ្គបណ្ដុះបណ្ដាលហ្នឹងហើយគាត់អត់ឲ្យតម្លៃពិតប្រាកដហ្នឹងវាអាចកាត់ចេញមកពីថ្នាក់ដឹកនាំឬក៏វាកាត់ចេញមកពីគាត់តែម្ដងខ្ញុំនិយាយមើលបន្តិចថ្នាក់ដឹកនាំមែនទេឲ្យតែគាត់ជួលគ្រូទៅបរៀនមួយថ្ងៃឬពីរថ្ងៃទៅគាត់ចង់បញ្ជ្រាបឲ្យ10 20មុខព្រោះគាត់មើលឃើញបញ្ហាច្រើនមែនទេដល់បញ្ជ្រាបច្រើនពេកវាធ្វើឲ្យគាត់នេះចាក់វាមិនដឹងមួយណាដល់ចាំអត់ដឹងមួយណាក៏មិនដឹងយកតកែឲ្យមិនព្រោះអ្វីៗវាគ្រាន់តែជាការបញ្ជ្រាបវាមិនមែនជាយុទ្ធសាស្ត្រវាមិនមែនជាវិធីសាស្ត្រវាមិនមែនជាដំណើរការប្រកបដែលគាត់អាចយកទៅអនុវត្តនៅក្នុងការងារប្រចាំថ្ងៃរបស់គាត់អញ្ចឹងកន្លែងហ្នឹងអាចបណ្ដាលមកពីថ្នាក់ដឹកនាំរបស់គាត់ក៏ប៉ុន្តែមួយទៀតមិនមែនបណ្ដាលមកពីថ្នាក់ដឹកនាំរបស់គាត់គឺបណ្ដាលមកពីគាត់អត់ឲ្យតម្លៃឬក៏អត់យល់ពីខ្លឹមសារនៃការបណ្ដុះបណ្ដាលហ្នឹងឧទាហរណ៍ខ្ញុំទៅ coaching ឬក៏ទៅបណ្ដុះបណ្ដាលភាគច្រើនខ្ញុំធ្វើការជាមួយនឹងក្រុមហ៊ុនអន្តរជាតិក្រុមហ៊ុនខ្មែរខ្ញុំធ្វើដែរទៅក្នុងឆ្នាំ2021ដល់2025នេះខ្ញុំធ្វើក្រុមហ៊ុនខ្មែរស្ទើរតែទាំងអស់ខ្ញុំមើលឃើញថានៅពេលដែលខ្ញុំទៅធ្វើគឺខ្ញុំព្យាយាមជជែកជាមួយនឹងអ្នកដឹកនាំហ្មងថាមួយថ្ងៃហ្នឹង8ម៉ោងឬក៏7ម៉ោងឬក៏9ម៉ោងអត់សំខាន់ទេខ្ញុំសូមផ្ដោតតែមួយចំណុចទេវិធីសាស្ត្រដោះស្រាយពីបដិសេធជាមួយនឹងអតិថិជនអញ្ចឹងមួយថ្ងៃពេញខ្ញុំអត់និយាយរឿងរបៀបនិយាយពីផលិតផលខ្ញុំអត់និយាយពីរឿងលក់ឲ្យអតិថិជនរបស់គូប្រកួតប្រជែងខ្ញុំអត់និយាយពីរឿងការធ្វើការសិក្សាតម្រូវការរបស់អតិថិជនបិទការលក់អីខ្ញុំអត់និយាយរឿងនេះខ្ញុំនិយាយតែរឿងមួយគត់គឺដោះស្រាយពីបដិសេធអញ្ចឹងដល់ពេលដែលខ្ញុំនិយាយតែរឿងមួយគត់ម្ដងបដិសេធតទៅនឹងតម្លៃម្ដងបដិសេធតទៅជាមួយនឹងពេលវេលាម្ដងបដិសេធតទៅជាមួយនឹងទីកន្លែងម្ដងបដិសេធតទៅជាមួយនឹងគុណភាពអីចឹងតែអញ្ចឹងបន្ទាប់មកខ្ញុំក៏នាំគាត់ role play ម្ដងមួយហើយពួកគាត់សប្បាយមែនតើតែដល់ពេលរៀនចប់យើងក៏ចាប់ទៅយើងអត់ដល់គាត់អនុវត្តឬក៏បានអនុវត្តទេគាត់ថាក្រុមហ៊ុនខ្លះយើងមាន full up session របស់យើង4ដងឬក៏8ដងដល់ពេលយើងទៅ full up គាត់យើងឃើញថាគាត់អត់អនុវត្តតាមអ្វីដែលជាលំហដែលយើងបាននាំគាត់ធ្វើនៅក្នុងវគ្គបណ្ដុះបណ្ដាលទេហេតុអីបានអញ្ចឹងមកពីគាត់អត់យល់អត់តាន់យល់ច្បាស់ឬក៏មកពីគាត់អត់ឲ្យតម្លៃឬក៏គាត់មិនអាចបំភ្លេចបទពិសោធន៍របស់គាត់បានមានរឿង3នឹងធំណាគាត់អត់ឲ្យតម្លៃមកពីគាត់កំពុងតែវាតម្លៃថាជាក់ស្ដែងយើងគ្មានឱកាសនិយាយគ្នាបែបហ្នឹងទេអញ្ចឹងគាត់អត់ទទួលស្គាល់តែគាត់ខ្សោយទេគាត់បន្ទោសស្ថានភាពថាអត់មានឱកាសទៅធ្វើលំហបែបហ្នឹងបាទនឹងរឿងទី1ដែលគាត់ថាគាត់មិនឲ្យតម្លៃទី2គឺគាត់អត់យល់ពេលដែលវឹកហាត់ទៅគាត់ដឹងថាជំហាន1 2 3គាត់អាចនិយាយ1 2 3បានប៉ុន្តែគាត់បែរជាមិនអាចឆ្នៃ
1 2 3ហ្នឹងឲ្យទៅជា 1.1 1.2 2.1 2.2 2.3 ដើម្បីឲ្យបត់ត្រូវតាមស្ថានភាពរបស់អតិថិជនអញ្ចឹងទៅគាត់ក៏អត់អនុវត្តតែម្ដងហើយមួយទៀតគឺគាត់នៅតែប្រើប្រាស់ទម្លាប់របស់គាត់ដោយសារតែគាត់បំភ្លេចអត់កើតទម្លាប់គាត់អញ្ចឹងហើយអត់មាននៅក្បែរគាត់ដើម្បីរំលឹកគាត់អញ្ចឹងគាត់ក៏ទាញទៅទម្លាប់ចាស់គាត់វិញអញ្ចឹងហើយបានគេថាបើសិនជាឡានខូចហើយយើងទៅរុញវាឡាននោះវារំកិលទៅមុខគេត្រូវការឲ្យយើងរុញរហូតដើម្បីឲ្យឡានបន្តទៅមុខតែប្រសិនបើឡាននឹងខូចយើងរុញឲ្យវារំកិលទៅមុខហើយយើងក៏ឈប់តោះមកយើងប្រឹងរុញម្ដងទៀតប្រកាសជាហត់ម្ដងទៀតខ្ញុំចង់បញ្ជាក់ថានៅពេលដែលយើងធ្វើ training គាត់ចាប់អារម្មណ៍គាត់ល្អអញ្ចឹងដើម្បីឲ្យគាត់ប្រឹងទៅទៀតយើងត្រូវមាន full attention បើចាំបាច់មេរបស់គាត់ប្រធានរបស់គាត់ហ្នឹងចោះទៅធ្វើការជាមួយគាត់ដើម្បីធានាថាគាត់អនុវត្តទៅតាមអ្វីដែលយើងបានបង្រៀនគាត់អញ្ចឹងកង់ចាក់ដើមវិលគាត់ក៏ចាប់ដើមធ្វើឱកាសដែលគាត់ទទួលបានបទពិសោធន៍ថ្មីរៀនពីអ្វីដែលថ្មីហ្នឹងយកទៅអនុវត្តអ្វីដែលថ្មីហ្នឹងគឺកើតឡើងខ្ពស់អញ្ចឹងខ្ញុំអាចនិយាយថារឿងខ្លះវាបណ្ដាលមកពីថ្នាក់ដឹកនាំហើយរឿងខ្លះទៀតវាបណ្ដាលមកពីពួកគាត់ខ្លួនឯងផ្ទាល់ហ្នឹងហើយសួរថាធ្វើម៉េចដើម្បីកុំឲ្យរឿងនឹងកាត់ឡើងអត់ប្របាក់អីបងប្អូនកុំធ្វើជាមនុស្សលុបលន់កុំចាត់បីសាច់លុបលន់មួយចោលធ្វើម៉េចកុំធ្វើជាមនុស្សលុបលន់យើងត្រូវដឹងឲ្យច្បាស់ថាបញ្ហាដែល sale របស់យើងកំពុងតែជួបប្រទះ100ក៏ប៉ុន្តែក្នុងចំណោម100ហ្នឹងមួយដែលសំខាន់ជាងគេហើយប៉ះពាល់ទៅដល់លទ្ធផលយើងខ្លាំងជាងគេដូច្នេះយើងត្រូវតែបង្វឹកអ្នកលក់របស់យើងទៅលើចំណុចតែមួយហ្នឹងបានហើយឲ្យគាត់ច្បាស់អាមួយហ្នឹងទៅហើយនាំគ្នាទៅ follow up ជាមួយគាត់ដល់ទីតាំងទៀតដើម្បីឲ្យគាត់អនុវត្តមួយនោះឲ្យបានល្អហើយ upgrade មួយនោះឲ្យបានល្អបន្ទាប់មករឿងផ្សេងវានឹងចាប់ផ្ដើមដើរមកតាមដូចខ្ញុំបញ្ជាក់អញ្ចឹងដូចខ្ញុំបញ្ជាក់នៅពេលដែលយើងមានបញ្ហាច្រើនក៏ប៉ុន្តែនៅពេលដែលយើងដោះអាបញ្ហាដែលធំជាងគេបានសម្រេចអាបញ្ហាតូចវានឹងរលាយម្ដងទៅទាំងអស់មកដូច្នេះអត់ខុសគ្នានៅក្នុងការបង្វឹកអ្នកលក់ទេយើងរកឲ្យឃើញចំណុចដែលរស័ព្ទជាងគេហើយយើងព្យាយាមបណ្ដុះបណ្ដាលគាត់កន្លែងហ្នឹងហើយបង្វឹកគាត់កន្លែងហ្នឹងឲ្យគាត់ស្ទាត់កន្លែងហ្នឹងអារឿងផ្សេងគាត់ប្រហែលជាអាចកែច្នៃខ្លួនឯងបានយ៉ាងល្អប្រសើរនេះជាដំណោះស្រាយល្អណាអញ្ចឹងកុំចាត់ភាពលុបលន់ចោលកុំឃើញគាត់ខុស100ទៅបង្រៀនគាត់ម្ដង100ឃើញគាត់ខុស10បង្រៀនគាត់ម្ដង10ឃើញគាត់ខុស3បង្រៀនគាត់ម្ដង3ឃើញគាត់ខុស2បង្រៀនគាត់ម្ដង2ដល់ឃើញខុស10ឃើញខុស3ឃើញខុស2ត្រូវមើលមួយណាធំជាងគេប៉ះពាល់លទ្ធផលគាត់ខ្ពស់ជាងគេជាយើងបង្វឹកគាត់អាមួយនឹងឲ្យខ្លាំងជាងគេអញ្ចឹងគាត់ប្រកាសជាទទួលបានភាពច្បាស់លាស់នៅក្នុងចិត្តហើយងាយនឹងយកទៅអនុវត្តហើយប្រកាសណានៅពេលយើងតាមដានគាត់ជាប្រចាំទម្លាប់របស់គាត់នឹងត្រូវបានបង្ខំឲ្យផ្លាស់ប្ដូរដោយស្វ័យប្រវត្តិនៅពេលដែលគាត់ចាប់ដើមបាត់ចិត្តផ្លាស់ប្ដូរដោយម្ដងបន្តិចអញ្ចឹងឱកាសដែលគាត់អនុវត្តទៅតាមអ្វីដែលយើងនិយាយថ្មីហ្នឹងគឺបានល្អប្រសើរតែម្ដងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនកុំលុបលន់ឲ្យសោះដើម្បីយើងអាចកែប្រែពួកគាត់បាន